អស់លោកអ្នកនាងជាទីមេត្រីតទៅទៀតនេះជាកម្មវិធី Hello VOA ប្រចាំខែស្ដីពីបញ្ហាសុខភាពវាគ្មិនរបស់យើងនៅរាត្រីនេះគឺលោកតាំងតិចហុងវិជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកលោកវិជ្ជបណ្ឌិតនឹងពិភាក្សាអំពីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលភាគទី1ផ្ដោតលើមូលហេតុរោគសញ្ញាកត្តាគ្រោះថ្នាក់និងរោគវិនិច្ឆ័យហើយក្រោយពីកម្មវិធី Hello VOA នេះនាងហុងចិន្តានឹងជួនព័ត៌មានអន្តរជាតិបញ្ចប់ឥឡូវនេះខ្ញុំបាទសូមជូនកម្មវិធីនេះទៅអ្នកស្រីស៊ូពេជ្រចិន្តាដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធី Hello VOA នៅរាត្រីនេះសូមអញ្ជើញអ្នកស្រីពេជ្រចិន្តាបាទចាសសូមអរគុណច្រើនវឌ្ឍនានិងសូមស្វាគមន៍ប្រិយមិត្តរបស់ VOA មកកាន់កម្មវិធី Hello VOA ស្ដីពីបញ្ហាសុខភាពប្រចាំខែកុម្ភៈចាសដោយដែលបានជម្រាបជូនថានៅក្នុងរាត្រីនេះយើងនឹងពិភាក្សាអំពីជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលដែលភាសាអង់គ្លេសហៅថា stroke ហើយក្នុងរាត្រីនេះយើងនឹងផ្ដោតទៅលើមូលហេតុរោគសញ្ញាកត្តាគ្រោះថ្នាក់និងរោគវិនិច្ឆ័យចាសយោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលនេះគឺជាមូលហេតុដែលបណ្ដាលឲ្យស្លាប់លំដាប់ថ្នាក់ទី2ក្នុងពិភពលោកហើយក៏វាស្ថិតនៅក្នុងលំដាប់ថ្នាក់ទី3ដែលបង្កឲ្យមានពិការភាពផងដែរចា៎ដូច្នេះដើម្បីឲ្យប្រិយមិត្តរបស់យើងកាន់តែជ្រាបច្បាស់អំពីជំងឺនេះលោកវិជ្ជបណ្ឌិតតាំងតិចហុងដែលលោកគឺជាវិជ្ជបណ្ឌិតខ្មែរមួយរូបនៅក្នុងទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកហើយលោកក៏ជាវាគ្មិនប្រចាំខែជាប្រចាំចា៎របស់កម្មវិធី Hello VOA សុខភាពរបស់យើងផងដែរចា៎ហើយលោកនឹងចូលមកពិភាក្សាអំពីជំងឺនេះចា៎ដូច្នេះដើម្បីកុំឲ្យខាតពេលយូរនេះខ្ញុំសូមអញ្ជើញលោកវិជ្ជបណ្ឌិតតាំងតិចហុងចូលរួមក្នុងកម្មវិធីរបស់យើងចាសូមជម្រាបសួរលោកវិជ្ជបណ្ឌិតចាបាទសូមជម្រាបសួរអ្នកស្រីពេជ្រចិន្តាហើយនឹងជួនជាតិខ្មែរដែលស្ដាប់ទាំងអស់នៅស្រុកខ្មែរក៏ដោយនៅក្នុងពិភពលោកក៏ដោយបាទថ្ងៃនេះយើងនឹងនិយាយអំពីជំងឺស្ទះសរសៃឈាមនៅខួរក្បាលដែលអង់គ្លេសគេហៅថា stroke ដំបូងខ្ញុំសូមធ្វើសេចក្តីសង្ខេបចំណុចសំខាន់រួចមកយើងនឹងនិយាយឲ្យបានក្បោះក្បាយ stroke ហ្នឹងគឺថាមកពីពាក្យក្រិចបានន័យថាការវាយប្រហារដោយអំពើហិង្សាណាមួយដូចថាយកដបងកញ្ញងមកវាយកកឲ្យដួលទៅហ្នឹងគឺ stroke ហើយខ្មែរយើងពីដើមគេទម្លាប់ហៅថាជំងឺដាច់សរសៃឈាមក្នុងខួរក្បាលការប្រើពាក្យដាច់សរសៃឈាមហ្នឹងមិនត្រូវទេបាទពីព្រោះវាមិនមែនមកពីដាច់សរសៃឈាមទេគឺថាវាអាចដាច់សរសៃឈាមអញ្ចឹងមែនប៉ុន្តែពាក្យច្រើនគឺថាវាមកពីកកនៅក្នុងសរសៃឈាមទៅវិញទេហើយការកកក្នុងសរសៃឈាមហ្នឹងវាធ្វើឲ្យខ្វះចរន្តឈាមរត់ទៅដល់ខួរក្បាលហើយធ្វើឲ្យសាច់របស់ខួរក្បាលហ្នឹងវាមិនអាចមានដំណើរធម្មតាបានជួនកាលរហូតដល់រលួយទៅហ្នឹងគឺចំណុចទី1ចំណុចទី2យើងត្រូវដឹងថាstroke ហ្នឹងវាមានពីរយ៉ាងមួយយ៉ាងគឺថាដោយសារវាខ្វះឈាមដោយសារវាស្ទះសរសៃធំហ្នឹងភាគច្រើនគឺមកពីអញ្ចឹងហើយទី2គឺថាការបែកធ្លាយសរសៃឈាមគេហៅថា hemorrhagic stroke នឹងការឈាមដែលធ្លាយចេញមកហ្នឹងវាកកទៅវាសង្កត់ទៅលើសរសៃឈាមធ្វើឲ្យចរន្តឈាមនឹងចុះហ្នឹងគឺថាផ្នែកទី2ទី3ចំណុចទី3គឺថាអំពីហានិភ័យគឺថាមានច្រើនជាងគេគឺអាយុយើងកាលណាយើងលើសពី55ឆ្នាំទៅហើយកាលណាលើសសម្ពាធឈាមហើយជក់បារីគេរកទៅឃើញថានៅស្រុកខ្មែរហ្នឹងភាគច្រើនណាគឺថាតកតងនឹងលើសសម្ពាធឈាមហើយនឹងជក់បារីផឹកស្រាក៏ច្រើនក៏វាមានបញ្ហាដែរតកតងមួយទៀតគឺកូលេស្តេរ៉ុលហើយនឹងទឹកនោមផ្អែមចំណុចទី4សំខាន់គឺថារោគសញ្ញាដែលយើងត្រូវដឹងគឺថាទី1គឺថាវាឲ្យធ្វើវាចមុខដោយសារខ្សោយសាច់ដុំនៅក្នុងមុខហ្នឹងវាធ្វើឲ្យធ្លាក់ភ្នែកម្ជិះឬក៏ឲ្យវាចមាត់ទី2គឺថាវាឲ្យដៃម្ជិះហ្នឹងវាខ្សោយលើកវាមិនរួចគឺថាធ្លាក់ទៅត្មងទី3គឺនិយាយមកលនឹងជារោគសញ្ញាចំណុចទី5ដែលសំខាន់គឺថាមានលក្ខណៈម្យ៉ាងគេហៅថា TIA transient ischemic attack ឬក៏ pre-stroke នឹងជាលក្ខណៈដែលខ្វះចរន្តឈាមក្នុងមួយរយៈខ្លីប៉ុន្តែវាត្រឡប់មកវិញបាននេះជាលក្ខណៈសំខាន់ណាស់ពីព្រោះជាលក្ខណៈដែល
ប្រមានឲ្យយើងដឹងជាមុនហើយដែលយើងអាចធ្វើអ្វីមួយដើម្បីនឹងការពារកុំឲ្យយើងមានជំងឺស្រូកនឹងបានចំណុចទី6គឺក្នុងរឿងតាក់ទងនឹងជំងឺនេះគឺថាសំខាន់បំផុតត្រូវទៅដល់ពេទ្យទៅឲ្យពេទ្យគេព្យាបាលភ្លាមសំខាន់ណាស់ក្នុងរយៈ3ពី3ទៅ4ម៉ោងដំបូងទៅ3ទៅ4ឬក៏6ម៉ោងដំបូងហ្នឹងសំខាន់ណាស់ជាពិសេសបើថានៅខ្ញុំមិនដឹងនៅស្រុកខ្មែរតើមានកន្លែងហ្នឹងឬក៏គ្មានប៉ុន្តែនៅស្រុកអ្នកដែលរស់នៅស្រុកអាមេរិកគឺមានពេទ្យពិសេសរបស់គេថាគេអាចជួយយើងបានបើយើងទៅដល់ពេទ្យក្នុងរយៈពេលដំបូងបំផុតយ៉ាងយូរបំផុត3 4ទៅ6ម៉ោងយ៉ាងយូរបំផុត6ម៉ោងក្នុងរយៈហ្នឹងគឺជារយៈសំខាន់ណាស់ពីព្រោះជារយៈដែលគេអាចជួយយើងបានហើយគេអាចធ្វើឲ្យលក្ខណៈហ្នឹងកុំឲ្យជ្រុលដំណើរកុំឲ្យខូចសរសៃខួរក្បាលយើងបាននេះជាចំណុចសំខាន់ដែលយើងនឹងយកមកបរិយាយហើយក្បោះក្បាយបន្តទៅទៀតបើសិនជាមិនទាន់មានសំណួរបានចាលោកវិជ្ជបណ្ឌិតដោយសារតែឥឡូវនេះយើងមានប្រិយមិត្តរបស់យើងបានចូលរួមចូលសួរសំណួរហើយគឺលោករ៉ិតមកពីខាងតាកែវចាសូមជម្រាបសួរលោករ៉ិតចាសូមអញ្ជើញលោករ៉ិតបាទជម្រាបសួរបាទជំរាបសួរប្រិយមិត្ត Hello VOA បាទជំរាបសួរលោកបណ្ឌិតតាំងឯខងបាទជំរាបសួរចាសូមជួយសំណួរលោកចាបាទខ្ញុំសូមដាក់សំណួរថាតើប្រព័ន្ធដូចថាវាឡើងប្រព័ន្ធខួរក្បាលអញ្ចឹងណាបាទតើវាចេញរោគសញ្ញាយ៉ាងណាមកដើម្បីឲ្យយើងដឹងដែរបាទលោកបណ្ឌិតចាតែប៉ុណ្្នឹងទេចាបាទសូមអរគុណចាសូមអរគុណចំណុចដំបូងផុតភាគច្រើនគឺថាយើងអត់ដឹងខ្លួនទេស្រាប់តែដួលស្លាប់ត្មងភាគច្រើនហើយយើងឃើញហើយមានអ្នកចម្រៀងល្បីឈ្មោះនៅស្រុកខ្មែរម្នាក់គាត់ហើយពីឆ្នាំ2015គាត់ដួលស្លាប់នៅក្នុងពេលមួយនោះហើយដល់ពេលគាត់ដឹងខ្លួនមកវិញគឺថាមកជាហៀងខ្លួនរបស់គាត់គឺអត់ដឹងអត់អាចមានកម្លាំងលើកបាននេះជាភាគច្រើនអញ្ចឹងដែលខ្មែរយើងពីដើមគេហៅថាខ្យល់កហើយខ្យល់កនោះវាមានអាចមកពីជំងឺខ្វះសរសៃឈាមក្នុងខ្វះឈាមក្នុងខួរក្បាលនឹងផងឬក៏អាចមកពីគាំងបេះដូងគឺថាដូចគ្នាប៉ុន្តែភាគច្រើនដែលខ្យល់កដែលខ្មែរយើងហៅខ្យល់កនឹងច្រើនតែតាក់ទងនឹងជំងឺខ្វះហើយឈាមនៅក្នុងខួរក្បាលនឹងឯងដែលខ្មែរយើងហៅថាដាច់សរសៃក្បាលនឹងគឺថាដល់រយៈចុងក្រោយហើយប៉ុន្តែរយៈដំបូងបំផុតដែលយើងអាចមានលក្ខណៈអាចធ្វើអ្វីបាននោះដែលគេហៅថា TIA នេះជាចំណុចសំខាន់បើអ្នកណាមាន TIA ហ្នឹងគឺថាដូចជាមានសំណាងហើយពីព្រោះជាព្រមានជាសញ្ញាព្រមានឲ្យយើងដឹងជាមុនហើយយើងអាចធ្វើអ្វីមួយដើម្បីធ្វើឲ្យជាបាន TIA ហ្នឹងគឺថា transient ischemic attack ហ្នឹងគឺខ្វះភាពចរន្តឈាមមួយរយៈខ្លីគឺថាក្នុងរយៈ5នាទីទៅតិចជាង24ម៉ោងអ្នកពេលលក្ខណៈនេះគឺថាដូចជាអ្នកដែល stroke នឹងឯងដែរមិនខុសគ្នាទេក៏ប៉ុន្តែគ្រាន់តែវាមិនមានរយៈយូរគឺថាក្នុងរយៈតិចជាង5នាទីគឺថាភ្លាមហ្នឹងលក្ខណៈធំមកគឺថាវាស្ពឹកនៅឬក៏ខ្សោយនៅលើមុខហើយទៅវាធ្លាក់ភ្នែកម្ជៀងបើកដបភ្នែកនឹងបើកមិនរួចឬក៏វាវាចមាត់នឹងទី1ទី2គឺថាអ្នកនឹងស្រាប់តែភ្លាមនឹងវង្វេងស្មារតីហើយនិយាយមកវាលហើយគេនិយាយមកអ្នកនឹងគាត់មិនយល់ហើយទី3គឺថាស្រាប់តែភ្លាមនឹងស្រាប់តែមើលទៅអត់ឃើញវាស្វាំងភ្នែកឬក៏មើលទៅឃើញ2គឺថារបស់មួយមើលទៅឃើញ2ហើយទី4គឺថាហើយស្រាប់តែភ្លាមហ្នឹងស្រាប់តែដើរមិនរួចដោយសារវាខ្សោយបើមិនចឹងទេវាវិលមុខចង់ដួលហើយឬក៏វាបាត់អាលំនឹងគេ coordination ហ្នឹងអាដៃចាប់វាមិនជាប់បាទទី5
ហើយលក្ខណៈមួយទៀតគឺថាស្រាប់តែមានឈឺក្បាលភ្លាមមិនដាច់ឈឺទេស្រាប់តែពេលហ្នឹងឈឺម៉ាំងមកតែម្ដងនេះជាលក្ខណៈសំខាន់ដែលយើងត្រូវដឹងហើយការដែលវាឈឺរបៀបហ្នឹងមិនយូរទេបាទបើជាយ៉ាង5នាទីប៉ុណ្ណឹងក៏វាបាត់ទៅខ្លួនឯងទេហើយនេះជាភាពព្រមានពីព្រោះកាលណាយើងមិនធ្វើអីហើយក្រោយមកនឹងជំងឺនឹងខ្លាយទៅជាជំងឺហើយស្ទះសរសៃឈាមមែនតែនគេហៅថា stroke ហ្នឹងមែនតែនដែលវាមិនអាចនឹងបកត្រឡប់ថយក្រោយវិញក្នុងរយៈដែលនៅក្នុងភាពដែលគេហៅថា TIA ហ្នឹងគឺអាចបកត្រឡប់ថយក្រោយវិញបានប៉ុន្តែដើម្បីឲ្យដឹងថាវាតើវាមកពីអ្វីទៅឲ្យគ្រូពេទ្យគេពិនិត្យក្នុងពេលហ្នឹងហើយគេពិនិត្យក៏ដោយថាគេទៅថតខួរក្បាលឬក៏គេទៅធ្វើតេស្តម្យ៉ាងដើម្បីឲ្យដឹងថាតើវាមានស្ទះសរសៃឈាមនៅក្នុងកករបស់យើងបើសិនរកទៅគេឃើញគេអាចឲ្យយើងលេបថ្នាំឬក៏គេអាចវះកាត់ទៅវាអាចជាបានអាចការពារកុំឲ្យកើតទៅជាជំងឺstroke មែនតែនបាននេះជាលក្ខណៈសំខាន់ដែលយើងទាំងអស់គ្នាត្រូវដឹងពីព្រោះវាអាចជួយជីវិតយើងបានបាទចាសូមអរគុណច្រើនលោកវិជ្ជបណ្ឌិតចាលោកអ្នកនាងកំពុងតែស្ដាប់កម្មវិធី Hello VOA ប្រចាំខែស្ដីពីបញ្ហាសុខភាពDirect from Washington The Voice of America VOA ចាលោកអ្នកនាងជាទីមេត្រីឥឡូវនេះគឺយើងមានប្រិយមិត្តរបស់យើងមួយរូបទៀតគឺលោកវុតមកពីភ្នំពេញលោកចង់ចូលរួមសួរសំណួរនៅក្នុងកម្មវិធីរបស់យើងចាសូមជម្រាបសួរលោកវុតចាសូមជម្រាបបាទមានសួរចាសូមជម្រាបមានសួរលោកវិជ្ជបណ្ឌិតបាទខ្ញុំចង់សួរមិញពីបញ្ហាថាមូលហេតុដែលយើងថាចង់ដឹងថាតើវាឲ្យហេតុយ៉ាងដូចម្តេចដែរដំបូងឡើយនេះឥឡូវលោកវិជ្ជបណ្ឌិតបានបកស្រាយមិញទៅខ្ញុំឃើញថាឥឡូវស្ដាប់រៀនទៅបានសោះតើមូលហេតុដែលដំបូងដែរតើវាមានឲ្យជារូបសញ្ញាអីដែរអត់ទេមុននឹងរែងផ្ទះសាច់ឈាមហ្នឹងហើយនឹងទី1ហើយទី2ខ្ញុំចង់សួរថាតើវាក្នុងដែលពេលដែលយើងដឹងថាយើងមានបញ្ហាតើពេទ្យអាចជួយក្នុងពេលរយៈកាលប្រហែលម៉ោងដើម្បីជួយដោះស្រាយបញ្ហាចេះសាច់ឈាមបានចាសូមអរគុណខ្ញុំបាននិយាយរឿងនឹងរួចហើយគឺថាខ្ញុំសូមនិយាយម្ដងទៀតគឺបើសិនជាមិនទាន់ឈឺភាគច្រើនវាអត់មានរោគសញ្ញាអ្វីទាំងអស់បាទអត់មានរោគសញ្ញាអ្វីទាំងអស់ប៉ុន្តែវាមានបើសំណាងល្អវាមានរោគព្រមានមានសញ្ញាព្រមានដែលខ្ញុំបាននិយាយមិញអញ្ចឹងគេហៅថា TIA សញ្ញាព្រមានហ្នឹងគឺថាពេលមួយស្រាប់តែមិនដឹងមកពីណាស្រាប់តែវាស្ពឹកមុខឬក៏វាភ្នែកមកជាហៀងហ្នឹងវាបើកមិនរួចឬក៏មាត់វិហ្នឹងមួយបើមិនចឹងទេស្រាប់តែវង្វេងស្មារតីគឺថាយើងវង្វេងអត់ដឹងខ្លួនវង្វេង2 3នាទីចឹងទៅរួចត្រឡប់មកវិញទៅយើងអត់ដឹងខ្លួនទេប៉ុន្តែអ្នកដែលគេនិយាយជាមួយយើងនោះគេដឹងបើមិនចឹងទេស្រាប់តែនិយាយទៅវាគេស្ដាប់មិនបានយើងអត់ដឹងខ្លួនទេប៉ុន្តែអ្នកដែលគេស្ដាប់យើងគេប្រាប់ថាគេស្ដាប់មិនបានទេបើមិនចឹងទេខ្លួនយើងនឹងយើងស្ដាប់គេមកឃើញគេនិយាយអញ្ចឹងមកតែយើងមិនយល់ថាគេនិយាយរឿងអីហើយទី3គឺថាគឺយើងវាមើលវាស្វាងភ្នែកឬក៏មិនចឹងទេមើលទៅឃើញពីរអត់មានរឿងអីសោះស្រាប់តែមើលអត់ឃើញទី4គឺថាយើងស្រាប់តែដើរវាមិនរួចវាខ្សោយជើងមកជាហៀងឬក៏ជើងទាំងសងខាងបើមិនចឹងទេយើងវិលមុខហើយបើមិនចឹងទេយើងដៃរបស់យើងប្រើទៅដូចជាវាចាប់វាមិនជាប់បាទទី5គឺថាស្រាប់តែឈឺក្បាលចម្លែកដែលវាធ្លាប់ឈឺសោះថាឈឺក្បាលចម្លែកជាងធម្មតានេះជារោគជាសញ្ញាព្រមានប៉ុន្តែការដែលឈឺរបៀបហ្នឹងគឺថាមិនយូរទេបើជា2មិនិត3មិនិតហើយ5មិនិតហ្នឹងតិចជាង24ម៉ោងទៅវាបាត់ទៅខ្លួនវានេះជារោគព្រមានមួយសំខាន់ណាស់ដែលយើងត្រូវតែដឹងបើកាលណាពេលយើងដឹងហើយគឺថាយើងទៅឲ្យពេទ្យគេមើលគេនឹងអាចរកមូលហេតុឃើញមូលហេតុភាគច្រើនគឺថាមកពីកូលេស្តេរ៉ុលហ្នឹងវាបង្កើតជាកម្រនៅក្នុងសរសៃខួរក្បាលរបស់យើងសរសៃកកតាមកកពីបេះដូងទៅខួរក្បាលហ្នឹងគេហៅថា carotid artery វាមានកម្រនៅក្នុងសរសៃហ្នឹងដោយសារកូលេស្តេរ៉ុលវាច្រើនពេក
ច្រើនភាគច្រើនតាក់ទងនឹងអាយុរបស់យើងតាក់ទងនឹងកូលេស្តេរ៉ុលតាក់ទងនឹងសម្ពាធឈាមរបស់យើងហើយច្រើនតែកើតទៅចំពោះអ្នកដែលជក់បរិយច្រើនអ្នកដែលផឹកស្រាច្រើនអ្នកដែលមានទម្ងន់ច្រើនអ្នកដែលមិនសូវមានចលនាប្រាណគឺមិនសូវការមានការហាត់ប្រាណហើយភាគច្រើនគឺច្រើនតែតាក់ទងនឹងវាមានកំអល់នៅក្នុងសរសៃកកហ្នឹងបើសិនជាគេគ្រូពេទ្យទៅគេអាចរកឃើញកន្លែងកំអល់ហ្នឹងគេអាចឲ្យថ្នាំដើម្បីបញ្ចុះកូលេស្តេរ៉ុលដើម្បីឲ្យឈាមយើងចុះមកសម្ពាធឈាមចុះធម្មតាវិញគេឲ្យលេបថ្នាំអាស្ពីរីនទៅវាអាចជួយការពារកុំឲ្យវាឈឺខ្វិនមែនតើបាទនឹងទី1ហើយចំពោះអ្នកដែលមានជំងឺរួចហើយគឺថាអ្នកដែលដួលខ្ពកហើយរួចទៅហើយតែខ្វិនរួចទៅហើយហ្នឹងគឺថាត្រូវទៅដល់ពេទ្យភ្លាមសំខាន់ណាស់ក្នុងរយៈពេលដំបូងរហូតដល់ទៅ4ទៅ6ម៉ោង4ម៉ោងរយៈពេល4ម៉ោងគឺថាបើសិនជាទៅយើងទៅមុនពេល4ម៉ោងបើសិនជាគេថតទៅគេឃើញថាមិនមែនមានឈាមនៅក្នុងខួរក្បាលគឺមានមិនមែនធ្លាយឈាមបើសិនជារកទៅគេដឹងថាវាមានស្ទះសរសៃឈាមដោយសារមានកកឈាមកកនៅក្នុងសរសៃខួរក្បាលសរសៃដែលរត់ទៅខួរក្បាលហ្នឹងគេអាចចាក់ថ្នាំសម្រាប់រំលាយឈាមកកហ្នឹងបានប៉ុន្តែត្រូវធ្វើឲ្យមុនរយៈ4ម៉ោងហើយនេះអាចធ្វើបាននៅសហរដ្ឋអាមេរិកប៉ុន្តែខ្ញុំមិនដឹងថានៅស្រុកខ្មែរតើពេទ្យយើងអាចធ្វើបានអញ្ចឹងបានឬក៏មិនបានទីដែលខ្ញុំដាក់6ម៉ោងហ្នឹងជួនកាលហើយឈាមកកហ្នឹងវាធំពេកហើយថ្នាំចាក់ទៅក៏វាមិនអាចជួយបានគេអាចចាក់យកបញ្ចូលខ្សែលួសចូលទៅក្នុងសរសៃឈាមនឹងរហូតទៅដល់កន្លែងសរសៃខួរក្បាលហើយគេមានបំពង់គេម្យ៉ាងហ្នឹងគេអាចទាញយកឈាមកកនឹងចេញបានអាហ្នឹងគឺថាអាចចាំរហូតដល់6ម៉ោងយ៉ាងយឺតបំផុត6ម៉ោងដូច្នេះក្នុងរយៈពេល4ទៅដល់6ម៉ោងហ្នឹងគឺថាត្រូវទៅដល់ពេទ្យភ្លាមបើថាទៅដល់ពេទ្យគេអាចជួយយើងបានក្នុងរយៈពេលប៉ុណ្ណឹងបើស្កិនជាលើសម៉ោងប៉ុណ្ណឹងគឺថាវាមិនអាចជួយបានឲ្យមានប្រសិទ្ធភាពមែនតើទេបាទចាលោកនឹងគឺថាសំខាន់ណាស់ដែលយើងត្រូវដឹងថាពេលវេលាវាសំខាន់ចាលោកវិជ្ជបណ្ឌិតតែខ្ញុំវាមានបញ្ហាម្យ៉ាងនៅស្រុកខ្មែរយើងដឹងខ្ញុំមិនដឹងថាតើមានមន្ទីរពេទ្យខ្មែរណាដែលគេអាចធ្វើនឹងបានទេសូម្បីតែនៅស្រុកអាមេរិកក៏អញ្ចឹងដែរពេទ្យអត់មានពេទ្យទាំងអស់ទេដែលអាចធ្វើនឹងបានមានពេទ្យ1 2ដូចថានៅទីក្រុងដែលខ្ញុំរស់នៅសប្តាហ៍ហ្នឹងមានពេទ្យ1 2ដែលអាចធ្វើអញ្ចឹងបានពេទ្យដែលសំខាន់ជាងគេហៅថា Mayo Clinic ហ្នឹងគេអាចធ្វើបានដូច្នេះអ្នកដែលឈឺនៅដូចជានៅទីក្រុង Jacksonville អ្នកដែលឈឺមកពេទ្យភ្លាមហ្នឹងកន្លែងពេទ្យគេពិនិត្យភ្លាមបើគេដឹងថាមានកកនៅក្នុងឈាមកកនៅក្នុងសរសៃខួរក្បាលហ្នឹងគេបញ្ជូនទៅ Mayo Clinic ភ្លាមក្នុងរយៈពេលប្រហែល3ម៉ោងទៅ3ទៅ4ម៉ោងហ្នឹងគឺដំបូងហ្នឹងបើថាក្នុងទៅដល់ក្នុងពេលហ្នឹងគេថាអាចបញ្ជូនទៅគេអាចជួយបានបាទនឹងហើយវាពេលវេលាវាសំខាន់នៅក្នុងការដែលធ្វើឲ្យការពារកុំឲ្យខូចឲ្យកុំឲ្យវារលួយសាច់ខួរក្បាលរបស់យើងបាទចាលោកវិជ្ជបណ្ឌិតយើងមានប្រិយមិត្តមួយរូបទៀតចានាងខ្ញុំសូមទទួលប្រិយមិត្តមួយរូបជាប្រិយមិត្តចុងក្រោយចាគឺលោកវិបុលមកពីខាងខេត្តតាកែវចាសូមអញ្ជើញលោកវិបុលបាទជំរាបសួរបាទសូមជំរាបសួរលោកវិបុលនិងសូមជំរាបសួរលោកវិជ្ជបណ្ឌិតតាំងពីហុងបាទចាសូមអញ្ជើញលោកចាសូមអញ្ជើញបាទខ្ញុំមានសំណួរមួយសូមចាក់ពធានបន្តិចតែកូនខ្ញុំវាចេះចុកពីត្រឹមមកចុងដង្ហើមចុកមកក្រោមហើយចុកនឹងអត់បាត់សោះពេលដែលយកទៅសម្រាកពេទ្យចូលថ្ងៃសៅរ៍សម្រាកមួយយប់ថ្ងៃអាទិត្យសម្រាកមួយយប់ទៀតឯងព្រលឹមឡើងរញពធានផ្នែកទទួលបន្ទុកខាងស៊ីពេទ្យកុមារហ្នឹងចាប់ទៅសេសបុតឲ្យយើងចេញដោយមិនមានឲ្យថ្នាំយើងលេទេតែខ្ញុំចង់សួរលោកវិជ្ជបណ្ឌិតថាអាចជំងឺចុកពីត្រឹមចុងដង្ហើមចុះទៅក្រោមហ្នឹងតើវាមូលហេតុអីឲ្យបើយើងថតមើលអេកូពណ៌អេកូសាសហ្នឹងអត់មានឃើញទឹកថង់ប្រមាត់ថ្លើមលំពេងអីអត់មានអីទេហើយមានតែកាពះឲ្យព្រលឹមឡើងយកទៅហ្នឹងអត់មានឲ្យហូបអីទេប៉ុន្តែ
là về chân tấu của người tấu ọt miền khơi ấy tới cái sự nộp chọc all này để nhom vinh luôn nhom xóa nhom như là tạ qua này hàng ở thlam cả bị muốn nói nhom hộp ra chẳng là việc liệt thlam tới thầu thlam ấy cũng chạm đặt chui vào của miền hỏi và thlam đẹp ráo rồi đâu thuộc máy đây của bác nữa. Cha xong ở con trai. Cha chọc crom trong trong bằng ham chọc từ crom đó chương cao màu piประมาทchương cao về miền kêu ประมาท ហើយបើមិនចឹងទេវាអាចតកតងនឹងជាតិអាស៊ីតពីក្នុងកាពះរបស់យើងវាឡើងទៅដល់លើទ្រូងគេហៅថា acid reflux បើមិនចឹងទេវាអាចតកតងនឹងរំពេងហ្នឹងគេហៅថា pancreatitis បើមិនចឹងទេវាតកតងនឹងតបៅក្នុងកាពះដូច្នេះបើសិនជាថតអេកូទៅអត់ឃើញមានគ្រោះជួនកាលវាអាចអាគ្រោះហ្នឹងវាចេញទៅផុតបើមិនចឹងទេជួនកាលវាជំងឺផ្សេងទៀតក្រៅពីប្រមាថនឹងឯងចំពោះកាលណាដែលយើងត្រូវក្មេងហ្នឹងគឺថាត្រូវយកថ្នាំដែលគេគ្រូពេទ្យចេញសបុតមកឲ្យហ្នឹងប្រហែលជាគេឲ្យទិញថ្នាំសម្រាប់ទប់អាស៊ីតកុំឲ្យចេញកាលណាត្រូវឲ្យលេបថ្នាំហ្នឹងទៅបើសិនជាថ្នាំហ្នឹងវាមិនជួយទេត្រូវទៅឲ្យពេទ្យគេមើលម្ដងទៀតគេអាចឆ្លោះក្នុងកាពះហ្នឹងរកមើលខ្លាចវាមានតបៅមានអីឬក៏គេអាចយកឈាមទៅមើលខ្លាចមានលាកក្នុងរំពេងគេហៅថា pancreatitis ចំពោះថ្លើមហើយនឹងរោគស្រាហ្នឹងដោយសារស្រាហ្នឹងគឺសំខាន់ផុតត្រូវឈប់ផឹកស្រាកាលណាយើងឈប់ផឹកស្រាទៅវាអាចជួយត្រឡប់មកវិញទៅវាមិនជាដាច់ទេប៉ុន្តែអាចជួយបានហើយគ្មានអ្វីធ្វើក្រៅពីហ្នឹងគឺទៅឈប់ផឹកស្រាហើយកុំឲ្យទទួលទានជាតិខ្លាញ់ច្រើនពេកចាហើយយើងក៏ជាតិអីច្រើនពេកហ្នឹងគឺអាចជួយបានចាហើយយើងក៏បានធ្លាប់ពិភាក្សាអំពីបញ្ហានេះកាលពីខែមុនដែរអញ្ចឹងលោកវិបុលលោកអាចចូលទៅស្ដាប់កម្មវិធីរបស់យើងដែលយើងធ្លាប់បានពិភាក្សាតាក់ទងជាមួយនឹងជំងឺរលាកថ្លើមនេះរួចទៅហើយចាលោកវិជ្ជបណ្ឌិតតាក់ទងជាមួយនឹងអាយុនាងខ្ញុំចង់សួរថាលោកវិជ្ជបណ្ឌិតមានប្រសាសន៍ថាតាក់ទងជាមួយនឹងអាយុគឺលើសពី55ឆ្នាំឡើងទៅគឺអាចប្រឈមនឹងបញ្ហាជំងឺនេះចុះជំងឺនេះអាចកើតឡើងទៅលើអ្នកដែលមានអាយុក្រោមនឹងដែរទេលោកចាបាទអាចកើតបានអាយុប៉ុណ្ណាក៏អាចកើតបានដែរហើយជួនកាលវាអាយុច្រើនហ្នឹងវាច្រើនតែតាក់ទងនឹងសម្ពាធឈាមតាក់ទងនឹងកូលេស្តេរ៉ុលតាក់ទងនឹងជំងឺទឹកនោមផ្អែមហើយតែសរសៃរបស់យើងនឹងវារឹងជាងធម្មតានឹងអាយុច្រើនប៉ុន្តែអាយុក្មេងក៏អាចមានជំងឺនឹងដែរដោយសារជួនកាលវាអ្នកខ្លះវាមានកើតកូលេស្តេរ៉ុលខ្ពស់ហើយមានឈាមខ្ពស់តាំងពីអាយុក្មេងឡើងមក30ឆ្នាំទៅក៏អាចមានដែរហើយបើកាលណាយើងមានលើសសម្ពាធឈាមហើយយើងមិនថែទាំវាទេគឺថាវាអាចកើតជំងឺនេះបានប៉ុន្តែអ្នកខ្លះក៏អាចកើតជំងឺនេះបានក្នុងពេលក្មេងដែរពីព្រោះវាមានរលាកសរសៃនៅក្នុងខួរក្បាលគេហៅថា arthritis ហ្នឹងគឺជាជំងឺរលាកមួយយ៉ាងដែលអាចធ្វើឲ្យអ្នកដែលកើតអាចធ្វើឲ្យអ្នកហ្នឹងកើតជំងឺនឹងបានហើយម្យ៉ាងទៀតជួនកាលចំពោះក្មេងហ្នឹងវាមានពកសរសៃនៅក្នុងខួរក្បាលគេហៅថា aneurysm ហ្នឹងគឺសរសៃរបស់យើងហ្នឹងវាពកវាពងនៅក្នុងខួរក្បាលហ្នឹងហើយកាលណាវាមានអាពកហ្នឹងទៅវាធ្វើឲ្យចិញ្ចាំងសរសៃឈាមហ្នឹងវាឆាប់ធ្លាយបាទហើយឆាប់ធ្លាយគឺថាមិនចាំបាច់ទៅលើសម្ពាធឈាមទេវាធ្លាយខ្លួនឯងកាលណាវាធ្លាយខ្លួនឯងហ្នឹងទៅគេហៅ aneurysm ហ្នឹងគឺវាអាចឲ្យយើងខ្វះជាតិខ្វះចរន្តឈាមនៅក្នុងខួរក្បាលដូចជាអ្នកដែលចាស់អញ្ចឹងដែរដូច្នេះក្មេងក៏អាចបានកើតបានដែរប៉ុន្តែក្មេងភាគច្រើនតែតកតងនឹងការធ្លាយសរសៃឈាមដែលគេហៅថា aneurysm បើមិនអញ្ចឹងទេគេអាចតកតងក្នុងការដែលអ្នកនឹងប៉ះគេវាយក្បាលហ្នឹងគេវាយក្បាលទៅវាអាចបែកឈាមនៅក្នុងខួរក្បាលទៅគឺថាអាចកើតជំងឺដូចគ្នាអញ្ចឹងដែរមកពីការយើងដួលម៉ូតូឬក៏យើងគេវាយក្បាលកាតបងកាលណាគេយកពនងមួយវាយចំក្បាលរបស់យើងឬក៏កាលណាយើងលេងបាល់លេងអីទៅវាបាល់ផ្ទាត់មកចំក្បាលរបស់យើងចំមុខអញ្ចឹងទៅវាអាច
ហើយធ្លាយឈាមនៅក្នុងខួរក្បាលគឺថាឈឺដូចគ្នាអញ្ចឹងដែរបាទចាលោកវិជ្ជបណ្ឌិតដោយសារតែពេលវេលារបស់យើងនៅសល់តែ1នាទីទៀតចានាងខ្ញុំមានសំណួរមួយប្រិយមិត្តរបស់យើងសួរតាម Facebook គឺឈ្មោះរៀបជាងគេគាត់សួរថាតើបើសិនជាគាត់ឧស្សាហ៍ឈឺក្បាលមួយជំហៀងតើវាបណ្ដាលមកពីអ្វីដែរទៅលោកគ្រូចាបាទហ្នឹងគេហៅថាជំងឺប្រកាំងឬក៏ពាក្យអង់គ្លេសគេហៅថា migraine នេះវាមិនមែនអ្នកណាក៏អាចឈឺបានដែរវាតាក់ទងនឹងសរសៃប្រសាទក្នុងខួរក្បាលហ្នឹងឈឺមកជាហៀងហ្នឹងគឺភាគច្រើនឈឺដូចគេចាប់ខ្ទុកតែមកជាងក្បាលទេហើយច្រើនតែមានតាក់ទងនឹងមុននឹងឈឺហ្នឹងច្រើនតែមានបែកអំពើបែកនៅក្នុងភ្នែកវាមានសញ្ញាអ្វីមួយឲ្យយើងដឹងជាមុនហ្នឹងគេហៅថា migraine ហ្នឹងវាអាចមានអ្នកណាដែលឈឺ migraine ហ្នឹងច្រើនតែមានហានិភ័យកើតជំងឺដាច់ជំងឺសរសៃក្បាលនឹងខ្វះឈាមសរសៃក្បាលដែរដូច្នេះអ្នកដែលឈឺ migraine ហ្នឹងត្រូវទៅឲ្យពេទ្យគេមើល cholesterol ជាពិសេសមើល cholesterol ហើយនឹងមើលសម្ពាធឈាមហើយគេមើលពីព្រោះអ្នកហ្នឹងបើសិនជាអាយុច្រើនតែអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្វះសរសៃខ្វះឈាមក្នុងសរសៃចាសូមអរគុណច្រើនចាសូមអរគុណច្រើនលោកវិជ្ជបណ្ឌិតតែមានថ្នាំដែលគេអាចលេបជួយបានបាទចាសូមអរគុណច្រើនចាដោយសារតែយើងអស់ពេលត្រឹមនេះហើយនឹងខ្ញុំសូមអរគុណលោកវិជ្ជបណ្ឌិតម្ដងទៀតហើយយើងនឹងត្រឡប់មកពិភាក្សាគ្នានៅវគ្គបន្តទៀតទាក់ទងជាមួយជំងឺនេះនៅខែក្រោយទៀតចាសូមអរគុណខែក្រោយយើងនឹងពិគ្រោះអំពីរបៀបព្យាបាលបាទចាសូមអរគុណច្រើនលោកវិជ្ជបណ្ឌិតសូមជម្រាបលាចាបាទសូមជម្រាបលា